700ប្រទេសជាសមាជិក OPCW ទទួលស្គាល់ថាការប្រើប្រាស់អាវុធគីមីក្នុងកលៈទេសៈណាក៏ដោយគឺជាការរំលោភសិទ្ធិសញ្ញាអន្តរជាតិហើយត្រូវទទួលទណ្ឌកម្មអន្តរជាតិតំណាងកម្ពុជាដែលមានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងអាជ្ញាធរជាតិអាវុធគីមីកម្ពុជាបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី27របស់អាជ្ញាធរជាតិនៃប្រទេសជាសមាជិកអង្គការហាមឃាត់អាវុធគីមី OPCW នៅទីក្រុងឡាអេប្រទេសហូឡង់ចាប់ពីថ្ងៃទី23ដល់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នេះដែលមានសមត្ថភាពចូលរួមមកពីបណ្ដាប្រទេសជាសមាជិកទាំង193ប្រទេសក្រសួងការបរទេសឲ្យបានដឹងថាកិច្ចប្រជុំបានបន្តក្នុងស្មារតីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមដើម្បីប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រប់ទម្រង់នៃអាវុធជាភាសាឬអាវុធគីមីដូចជាការផលិតការដឹកជញ្ជូនការស្តុកទុកឬការចែកចាយខុសនិយមអន្តរជាតិដែលបង្កហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិនិងបរិស្ថានអង្គការសន្និសីទបានទទួលស្គាល់ថាការប្រើប្រាស់អាវុធដែលមានសារជាតិគីមីការផលិតស្តុកទុកជាដើមក្នុងកលៈទេសៈណាក៏ដោយគឺជាអំពើដែលរំលោភធ្ងន់ធ្ងរដល់គោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាមអាវុធគីមីហើយគប្បីទទួលនូវទណ្ឌកម្មអន្តរជាតិក្នុងអំឡុងសង្គ្រាម5ថ្ងៃយោធាថៃបានប្រើអាវុធគីមីនិងប្រើយន្តហោះបាញ់ផ្សែងគីមីពុលសារធាតុផូស្វ័រពណ៌សវាយប្រហារលើទីតាំងយោធានិងទីតាំងជនស៊ីវិលស្លូតត្រង់កម្ពុជាដោយមិនរើមុខដែលបំពានអនុសញ្ញាអន្តរជាតិក្នុងនាមជាប្រទេសសមាជិកអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជាភាសានិងវិទ្យុសកម្មបានរាយការណ៍កន្លងមកនេះថាអាជ្ញាធរជំនាញបានរកឃើញនៅសារធាតុជាច្រើនជាង70មុខនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្រោយបញ្ចប់សង្គ្រាមសារធាតុគីមីដែលបង្កឡើងដោយថៃទាំងនោះកំពុងប៉ះពាល់ដល់ដីកសិកម្មជីវិតមនុស្សសត្វទឹកនិងបរិស្ថានក្នុងរយៈពេលមធ្យមនិងយូរអង្វែង